នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានប្រកាសជាផ្លូវការអំពីការបង្កើនប្រតិបត្តិការយោធានៅភាគខាងត្បូងប្រទេសលីបង់ដោយលោកបានបញ្ជាឲ្យកងទ័ពពង្រីកខ្សែក្រវ៉ាត់សន្តិសុខបន្ថែមទៀតដើម្បីទប់ស្កាត់ការឈ្លានពាននិងការវាយប្រហារដោយមីស៊ីលពីសំណាក់ក្រុម Hezbollah នៅក្នុងសេចក្តីថ្លែងការណ៍វីដេអូពីបញ្ជាការដ្ឋានភាគខាងជើងលោក Netanyahu បានគូបញ្ជាក់យ៉ាងច្បាស់ថាអ៊ីស្រាអែលបដិញ្ញាផ្លាស់ប្តូរស្ថានភាពនៅព្រំដែនភាគខាងជើងឲ្យបានជាមូលដ្ឋានលោកបានបញ្ជាក់ថាខ្ញុំបានណែនាំឲ្យពង្រីកតំបន់សុវត្ថិភាពដែលមានស្រាប់យើងកំពុងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីទប់ស្កាត់ការគំរាមកំហែងនៃការឈ្លានពាននិងរក្សារកាយប្រឆាំងនឹងរក្រោះរបស់សត្រូវឲ្យនៅឆ្ងាយពីព្រំដែនរបស់យើងយុទ្ធសាស្ត្រនេះត្រូវបានគេមើលឃើញថាជាការចម្លងគំរូកាន់កាប់ដែលអ៊ីស្រាអែលធ្លាប់បានអនុវត្តនៅក្នុងតំបន់ហ្គាហ្សានៅភាគខាងត្បូងប្រទេសលីបង់ការប្រយុទ្ធគ្នាកាន់តែមានភាពសាហាវឃោរឃៅនៅក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយកងកម្លាំងអ៊ីស្រាអែលបានសម្រុកចូលទៅកាន់ទឹកដីលីបង់តាមបណ្ដោយឆ្នេរសមុទ្រដែលបានទៅដល់ទីក្រុងបាយ៉ាដាដែលស្ថិតនៅក្នុងភាគខាងត្បូងនៃទីក្រុងថៃអឺការប្រយុទ្ធគ្នាកើតឡើងគ្រប់ទិសទីរួមទាំងការប្រើប្រាស់នៅយន្តហោះចម្បាំងការបាញ់រ៉ុកែតនិងយន្តហោះគ្មានមនុស្សបើកប្រភេទ Kamisa ដែលជារបស់ក្រុម Hezbollah ប្រើប្រាស់ដើម្បីកំណត់គោលដៅលើកងទ័ពអ៊ីស្រាអែលសកម្មភាពយោធាត្រូវបានគេរាយការណ៍ថាបានទៅដល់តំបន់ភាគខាងត្បូងនៃទន្លេលីតានីនិងទន្លេ Zarani ដែលជាទីតាំងប្រយុទ្ធសំខាន់ការបង្កើនប្រតិបត្តិការយោធានេះបាននាំមកនូវផលវិបាកយ៉ាងធ្ងន់ធ្ងររបាយការណ៍នៅនឹងកន្លែងគឺបានឲ្យដឹងថាការវាយប្រហារបានប៉ះពាល់ទៅដល់មណ្ឌលសុខភាពនិងបុគ្គលិកសង្គ្រោះបន្ទាន់ដែលកំពុងព្យាយាមជួយសង្គ្រោះជនរងគ្រោះនៅក្នុងតំបន់ណាបាទីលោក Netanyahu បានអះអាងថាយោធាអ៊ីស្រាអែលបានកម្ចាត់ភេរវករ Hezbollah រាប់ពាន់នាក់បានលុបបំបាត់ការគំរាមកំហែងពីអាវុធប្រមាណ 150,000 គ្រាប់ដែលធ្លាប់មានបំណងវាយប្រហារទៅលើទីក្រុងនានារបស់អ៊ីស្រាអែលទោះបីជាយ៉ាងណាក៏ដោយក្រុម Hezbollah នៅតែបង្ហាញពីសមត្ថភាពវាយបកនិងបន្តបាញ់រ៉ុកែតលើទឹកដីអ៊ីស្រាអែលជាបន្តបន្ទាប់ការរុលទៅមុខរបស់កងកម្លាំងអ៊ីស្រាអែលឆ្ពោះទៅកាន់ទន្លេលីតានីគឺជាសញ្ញានៃការត្រៀមខ្លួនសម្រាប់សង្គ្រាមអូសបន្លាយខណៈដែលលោក Netanyahu បញ្ជាក់អំពីគោលដៅសន្តិសុខដ៏រឹងមាំប្រជាជននៅក្នុងតំបន់សងខាងព្រំដែនកំពុងស្ថិតនៅក្នុងភាពភ័យខ្លាចយ៉ាងខ្លាំងពិភពលោកកំពុងតាមដានថាតើការបង្កើតតំបន់ការពារនេះនឹងអាចនាំមកនូវសន្តិភាពតាមការសន្យាឬក៏ក្លាយទៅជាវាលពិឃាតថ្មីមួយទៀតនៅក្នុងតំបន់បស្ចិមបូព៌ា